មួយឆ្នាំក្រោយចុះសង្គ្រាមកម្ពុជារកឃើញផ្ទៃដី 3,900 គីឡូម៉ែត្រការ៉េមានសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបាទបងប្អូននេះក្រោយចប់សង្គ្រាមប៉ុន្តែនៅតែមានក្របយុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះណាបងប្អូនបាទតើបងប្អូនទៅតាមដានទាំងអស់គ្នាមួយឆ្នាំបន្ទាប់ពីសង្គ្រាមឈ្លានពានមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាបានបង្ហាញថាសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសង្គ្រាមនៅតែបង្កការគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋក្នុងខេត្តជាប់ព្រំដែនចំនួន7 ខណៈការស្រាវជ្រាវថ្មីរកឃើញផ្ទៃដីប្រមាណ 3,872 គីឡូម៉ែត្រការ៉េមានការចម្លងដោយគ្រាប់យុទ្ធភ័ណ្ឌគ្រប់ប្រភេទស៊ីម៉ាបានឲ្យដឹងថាសំណល់យុទ្ធភ័ណ្ឌទាំងនេះនៅតែជាឧបសគ្គដ៏ធំចំពោះការស្ដារឡើងវិញការអភិវឌ្ឍនិងការវិលត្រឡប់របស់ប្រជាពលរដ្ឋភាគតិចបើទោះបីជាមានបទឈប់បាញ់ដែលបានអនុវត្តជាង1ឆ្នាំមកហើយក៏ដោយបាទបើទោះជាមានបទឈប់បាញ់ក៏ដោយក៏នៅតែមានក្របដែលមិនទាន់ផ្ទុះហ្នឹងគឺច្រើនអញ្ចឹងជនភាគតិចរបស់យើងគឺនៅតែជាឧបសគ្គមានខ្លះទៀតគឺមិនអាចទាន់វិលត្រឡប់ទៅលំនៅឋានវិញបានទេបងប្អូនដោយសារតែមានក្របដែលអត់ទាន់ផ្ទុះណាតើបងប្អូនទៅតាមដានទាំងអស់គ្នាទៀតក្នុងសារបង្ហោះលើបណ្ដាញសង្គមនៅថ្ងៃទី25 ខែកក្កដាលោកហេងរតនាអគ្គនាយកស៊ីម៉ាបានបង្ហាញលទ្ធផលការងាររយៈពេល6 ខែដំបូងឆ្នាំ2026ក្នុងការដោះស្រាយវិបត្តិសំណល់គ្រប់យុទ្ធភ័ណ្ឌសង្គ្រាមសៀមឈ្លានពានលោកបានថ្លែងថាអង្គភាពបានដំណើរការស្រាវជ្រាវព័ត៌មានតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាននៅតាមបណ្ដាខេត្តទាំង7សរុបមានចំនួន 5,348 ទីតាំងស្មើនឹងផ្ទៃដី 387,206 ហិកតាឬ 3,872 គីឡូម៉ែត្រការ៉េជាមួយការកំណត់រកឃើញផុសតាងជាក់ស្ដែងជាង 18,500 ផុសតាងបាទនេះគឺជាផុសតាងដែលបានប្រមូលមកក្រោយចប់សង្គ្រាមបងប្អូនបាទការស្រាវជ្រាវនេះបានអនុវត្តនៅខេត្តព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់សៀមរាបនិងកោះកុងគ្របដណ្ដប់លើស្រុកចំនួន22ឃុំសង្កាត់60និងភូមិ335ក្នុងចំណោមតំបន់ដែលបានកំណត់មានទីតាំងទម្លាក់គ្រាប់បែកចំនួន265កន្លែងទីតាំងគ្រាប់បែកចង្កំចំនួន 3,858 កន្លែងនិងទីតាំងសំណល់គ្រាប់មិនទាន់ផ្ទុះប្រភេទផ្សេងចំនួន 1,401 កន្លែងនេះគឺគ្រាប់ដែលមិនទាន់ផ្ទុះនៅចំនួន 1,401 កន្លែងបងប្អូនបាទតោះទៅតាមដានទាំងអស់គ្នាទៀតលោកហេងរតនាបានប៉ាន់ប្រមាណថាក្នុងអំឡុងសង្គ្រាមកងទ័ពថៃបានបាញ់គ្រាប់កាំភ្លើងធំប្រភេទ155 មីលីម៉ែត្រដែលផ្ទុកគ្រាប់បែកចង្កំប្រមាណ 120,000 ដល់ 130,000 គ្រាប់បាទច្រើនមែនតើបងប្អូនណាគ្រាប់ណាយើងបន្តលោកបន្តថាគ្រាប់ទាំងនោះបានបញ្ចេញកូនគ្រាប់បែកចង្កំប្រភេទ M42 46 និង M85 ប្រមាណ 6 លានដល់ 7 លានគ្រាប់ដែលមានអត្រាមិនផ្ទុះប្រមាណ 25% ដល់ 30% បង្កឲ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋបាទបងប្អូននេះគឺគ្រាប់ដែលអត់ទាន់ផ្ទុះគឺនៅចំនួន 25 ទៅ 30% បងប្អូនទោះជាយ៉ាងណាលោកបានបញ្ជាក់ថាទំហំការចម្លងដោយសំណល់យុទ្ធភ័ណ្ឌអាចមានច្រើនជាងនេះទៀតដោយសារស៊ីម៉ានៅមិនទាន់អាចចូលស្រាវជ្រាវបាននៅ14ភូមិនិងតំបន់សមរភូមិជួរមុខទាំងមូលតាមបន្ទាត់ព្រំដែនបាទនេះនៅមិនទាន់រកអស់ណាបងប្អូនបាទបន្ថែមពីលើការស្រាវជ្រាវស៊ីម៉ាក៏បានបន្តការបោសសម្អាតតំបន់អតិភិបដើម្បីជួយប្រជាពលរដ្ឋភាគតិចអាចវិលត្រឡប់ទៅលំនៅឋានវិញបាទបងប្អូនអញ្ចឹងស៊ីម៉ាកំពុងតែជួយសម្អាតនៅតំបន់អតិភិបដើម្បីឲ្យជនភាគតិចយើងអាចវិលត្រឡប់ទៅលំនៅឋានវិញបានខ្លះណាបងប្អូនលោកហេងរតនាបានឲ្យដឹងថាការបោសសម្អាត
រំដោះផ្ទៃដីអតិភិបសម្រាប់គ្រប់គ្រងជនភៀសសិតវិលត្រឡប់ទៅលំនៅឋានវិញបានចំនួន 5,911 ខ្នងផ្ទះសាលារៀន 87 ខ្នងមណ្ឌលសុខភាព 20 ទីតាំងវត្តអារាម 6 និងហេដ្ឋារចនាសម្ព័ន្ធផ្សេង 114 ទីតាំងក្នុងរយៈពេល 6 ខែនេះកម្លាំងស៊ីម៉ាក់ក៏បានរកឃើញនឹងកំទេចសំណល់យុទ្ធភណ្ឌគ្រប់ប្រភេទជាង 8,400 គ្រាប់ក្នុងនោះមានគ្រាប់បែកចង្កោម 4,436 គ្រាប់ច្រើនណាស់បងប្អូនបាទស្របពេលជាមួយគ្នានេះស៊ីម៉ាក់បានបើកវគ្គអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់ដោយសារគ្រាប់បន្ទន់ផ្ទុះចំនួន 14,477 លើកដោយមានប្រជាពលរដ្ឋចូលរួមសរុបជាង 1,374,887 នាក់ទិន្នន័យនេះត្រូវបានបង្ហាញគណៈក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតត្រឹមថ្ងៃទី 25 ខែកក្កដានៅមានប្រជាពលរដ្ឋ 20,281 នាក់មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានបើទោះបីជាមានបទឈប់បាញ់ចាប់តាំងពីថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 ក៏ដោយបាទបងប្អូននេះគឺចំនួនជនភៀសសិតយើងដែលអត់ទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានបាទបើទោះជាមានបទឈប់បាញ់តាំងពីថ្ងៃទី 27 2025 ហើយក៏ដោយក៏មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានក្រសួងក៏បានវាយតម្លៃជាបឋមថាសង្គ្រាមបានបង្កការខូចខាតដល់ប្រជាពលរដ្ឋ 1,558 ខ្នងសាលារៀន 26 កន្លែងមន្ទីរពេទ្យនិងមណ្ឌលសុខភាព 14 កន្លែងវត្តអារាម 19 កន្លែងប្រាសាទបុរាណ 4 ស្ពាន 5 ខ្សែផ្លូវ 84 ខ្សែបង្គោលទូរស័ព្ទ 39 កន្លែងនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀតបាទនេះគឺផលប៉ះពាល់ឬក៏យើងហៅថាខូចខាតបន្ទាប់ពីក្រោយសង្គ្រាមបងប្អូនបាទលោកហេងរតនាបានបញ្ជាក់ថាស៊ីម៉ាក់នឹងបន្តការស្រាវជ្រាវនិងបោះសម្អាតសំណល់យុទ្ធភណ្ឌនៅតាមតំបន់ដែលអាចចូលដំណើរការបានដើម្បីកាត់បន្ថយហានិភ័យដល់ប្រជាពលរដ្ឋនិងគាំទ្រដល់ការស្ដារជីវភាពនិងការអភិវឌ្ឍនៅតាមសហគមន៍រងផលប៉ះពាល់តាមបណ្ដោយព្រំដែនបាទបងប្អូនទោះជាចប់សង្គ្រាមហើយក៏ដោយក្រុមស៊ីម៉ាក់ក៏នៅតែបន្តបោះសម្អាតនៅយុទ្ធភណ្ឌដែលមិនទាន់ផ្ទុះហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋយើងហ្នឹងបានទៅនៅលំនៅឋានវិញអញ្ចឹងណាបាទបងប្អូនដូច្នេះនៅក្នុងព័ត៌មាននេះគឺមានតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការស្ដាប់និងទស្សនាបើសិនជាមានចំណុចខ្វះខាតសូមអធិស្ឋានដល់បងប្អូនទាំងអស់គ្នាជួបគ្នានៅព័ត៌មានក្រោយសូមជម្រាបលា